កុំចូលរួមជាមួយសិស្សវិទ្យាល័យដោយមិនគិតព្រោះពេលខ្លះក្នុងខ្លួនគាត់អាចមានលោកជំទាវឬអ្នកមានអំណាចមកជាមួយក្មេងប្រុសគ្រាន់តែធ្លាក់ទឹកហើយគេបានបញ្ជាឲ្យអ្នកអាក្រក់ពីរអ្នកសុំទោសភ្លាមពេលមើលទៅក្មេងតូចមុខមួយនេះបានធ្វើឲ្យអ្នកអាក្រក់ទាំងពីរអ្នកសើចអ្នកអាក្រក់ម្នាក់បានរត់ទៅបង្រៀនគាត់ដោយមិនដឹងថាមនុស្សដែលមើលទៅដូចជាអ្នកខ្សោយនោះជាសិស្សវិទ្យាល័យដែលមានលោកជំទាវឬអ្នកមានអំណាចស្ថិតនៅក្នុងខ្លួនគឺអ្នកកំពុងចាប់អ្វីបោះដៃចេញចង់ចូលមកឬបោះដៃចេញទៅឈឺហើយខ្ញុំជាដៃស្ដាំរបស់ក្រុមហ៊ុនចោជាតិស្ដារទីមដុកអីថាមុននេះប៉ុន្មានថ្ងៃត្រង់រិយន្តនៅតែជាសិស្សវិទ្យាល័យម្នាក់ដែលត្រូវគេរំលោភបំពាននៅសាលាថ្ងៃនោះគាត់ឡើងស្ពានបញ្ចប់ការសិក្សាជីវិតអាក្រក់របស់គាត់ត្រូវបានជួយសង្គ្រោះដោយលោកជំទាវម៉ាហ្វីម្នាក់ដែលកំពុងដើរឆ្លងកាត់តែប៉ុន្មានវិនាទីបន្ទាប់ប៉ុណ្ណោះពេលលោកជំទាវម៉ាហ្វីភ្ញាក់ឡើងនៅមន្ទីរពេទ្យគាត់វិញវិលឃើញថាខ្លួនឯងក្លាយទៅជាសិស្សវិទ្យាល័យទាំងពីរបានបដូររៀងគ្នាដោយមិនចង់បានខណៈដែលដៃបាក់កំពុងស្រួលចិត្តនឹងរឿងនេះសម្លេងរបស់សមាជិកក្រុមលោតចេញមកពីខាងក្រៅភ្លាមគាត់បើកទ្វារបន្ទប់ភ្លាមហើយខាងក្រៅនោះគឺជាសមាជិកក្រុមរបស់គាត់ពិតនឹងអ្នកកំពុងធ្វើអ្វីនៅទីនោះដៃបាក់មិនយល់ថាហេតុអ្វីសមាជិកក្រុមរបស់គាត់ត្រូវតែវាយគាត់ទេប៉ុន្តែពេលគាត់មើលទៅកាន់កញ្ចក់ក្បែរខ្លួនគាត់ក៏យល់ភ្លាមថាខ្លួនឯងคล้ายទៅជារូបរាងរបស់អ្នកផ្សេងដោយស្មោះត្រង់គាត់ចង់ពន្យល់ឲ្យសមាជិកក្រុមដឹងប៉ុន្តែពួកគេវិញនាំគាត់ទៅសាលាអនុស្សាវរីយ៍ភ្លាមគាត់មើលទៅកាន់កន្លែងដាក់វិញ្ញាណរបស់ខ្លួនដោយមានអារម្មណ៍ខឹងភ្លាមពួកអ្នកនិយាយថានរណាម្នាក់ស្លាប់នរណាអនុញ្ញាតឲ្យពួកអ្នករៀបចំពិធីបុណ្យសពខ្ញុំមិនទាន់ស្លាប់ទេខ្ញុំនៅរស់ស្រួលនាំសមាជិកក្រុមនេះចេញទៅដោយសារអ្នកទេដែលធ្វើឲ្យមេរង្វាន់រងរបួសអូខេល្អហើយដែលប្រធាននិយាយចេញមកចុងក្រោយនេះទើបវាកាត់ដែលខ្លាយជាសិស្សមធ្យមសិក្សាទុយោនោះប្រាក់សពនោះបានសងវិញហើយទៅផ្លាស់ទីកន្លែងទៅខ្ញុំនឹងត្រឡប់មករស់នៅជាក្មេងម្ដងទៀតអ្នកនឹងត្រឡប់មកវិញបានដូចម្ដេចមនុស្សដែលគួរតែត្រឡប់មកវិញគឺជាអ្នកដឹកនាំរបស់ខ្ញុំបន្ទាប់មកដេបាក់ក៏បានរកឃើញសពរបស់ខ្លួនឯងគាត់ចង់បដូររៀនត្រឡប់វិញរបស់មនុស្សទាំងពីរនោះប៉ុន្តែគាត់មិនដឹងថាត្រូវធ្វើដូចម្ដេចទេដូច្នេះដេបាក់ក៏គិតរកវិធីល្អមួយគាត់បានមកដល់កន្លែងកើតហេតុនោះវិញក្នុងពេលនោះហើយគាត់សង្ឃឹមថានឹងលោតនៅទីនេះម្ដងទៀតដើម្បីបដូររៀងវិញបន្តិចចាប់តាំងពីដេបាក់ភ្ញាក់ពីមន្ទីរពេទ្យគាត់នៅតែមានរូបរាងជាសិស្សវិទ្យាល័យហើយរាងកាយរបស់គាត់ក៏ត្រូវបានដាក់ក្នុងពងឆ្អឹងរួចទៅហើយដេបាក់មានអារម្មណ៍ថាខកចិត្តយ៉ាងខ្លាំងរហូតដល់ពេលនេះគាត់ត្រូវតែបន្តរស់នៅក្នុងរាងសិស្សវិទ្យាល័យនេះបន្តទៅនៅពេលនោះមានស្ត្រីម្នាក់ដើរចូលមកដោយគ្មានការស្គាល់ថានាងជានរណាឥឡូវនេះមិនសួរសុខទុក្ខគ្នាឡើយឬសួស្តីហ៊ុនសំឡេងញឹមឬសាច់បន្តិចធ្វើជាខ្លួនឯងឆ្លាតជាងខ្ញុំឬតាមពិតស្ត្រីនាងនេះគឺជាអន្ទានរបស់ពួកគេនាងបានចូលមកដើម្បីយកកាត់ហើយថែមទាំងនិយាយថាគាត់ប្រើដង្ហើមដោយឥតប្រយោជន៍ស្លាប់ទៅក៏ប៉ុន្តែប៉ះពាល់ដីដែរបន្ទាប់មកអ្នកជំនួយការនោះក៏បាត់ខ្នងហើយដើរចេញទៅស្ត្រីនាងនេះមានអារម្មណ៍ក្តៅខ្លាំងមែនទែនហេតុអ្វីម្ដាយឪពុករបស់សុងរីយុនមិនមកសោះទេបន្ទាប់មកគាត់ប្រើការចងចាំមុខមាត់ដើម្បីបើក template របស់រីយុនគាត់ទើបតែដឹងរឿងរ៉ាវរបស់គាត់តាមរយៈសៀវភៅកំណត់ហេតុតាមពិតគាត់ត្រូវបានរំលោភបំពាននៅសាលាមកយូរហើយរៀងរាល់ថ្ងៃគាត់លួចយកវត្ថុមានតម្លៃចេញពីផ្ទះត្រឹមតែបើអ្នកមានឥទ្ធិពលនៅសាលាមិនពេញចិត្តឬបើគាត់មិនសូវល្អគាត់ក៏ត្រូវមនុស្សជាច្រើនជុំគ្នាទៅវាយប្រហារពុះសម្រាមទាំងនោះគួរឲ្យអាណិតណាស់ថ្ងៃនោះគាត់គ្រាន់តែប៉ះភ្នែកមើលមិត្តរួមថ្នាក់ប៉ុណ្ណោះក៏ត្រូវអ្នកមានឥទ្ធិពលបោកប្រាស់ថាជាមនុស្សច្រឡំចិត្តចាប់តាំងពីពេលនោះមិត្តរួមថ្នាក់ទាំងអស់ក៏ជិះវិញគាត់ហើយគាត់ក៏ខ្លាចជារឿងកំ pl ែងដែលមនុស្សទាំងអស់នៅសាលារៀនស្គាល់ទៅណាក៏ត្រូវគេបង្ហាញម្រាមដៃណាពួកគេនិយាយអំពីក្រុមអ្នកមានឥទ្ធិពលដែលដើម្បីពិន័យគាត់ពួកគេប្រើរាងកាយរបស់គាត់ជាគោលដៅរស់ពួកគេមិនដែលមើលរៀនជាមនុស្សសោះដូច្នេះគាត់ក៏មិនអាចទ្រាំទ្រភាពអាម៉ាស់នោះបានទេហើយបញ្ចប់ជីវិតខ្លីរបស់គាត់ទោះបីជាជីវិតរបស់គាត់ខ្លីក៏ដោយតែប្រហែលជាដោយសារកំណត់ហេតុប្រចាំថ្ងៃរបស់រឿងបានបញ្ចប់ហើយគាត់បានបំផ្លាញ template របស់ខ្លួនជាបំណែកពេលវេលាបានកំណត់ឲ្យគាត់ខ្លាយជារឿងវិញគាត់បានសម្រេចចិត្តរស់នៅជាថ្មីម្ដងទៀតក៏ខ្ញុំនឹងបំបត្តិពួកគេទាំងអស់ព្រោះនេះជាជំនាញរបស់ខ្ញុំហើយខ្ញុំក៏ជាកូនតែមួយរបស់គ្រួសារផងដែរគាត់មានឪពុកជាម្ចាស់អាជីវកម្មធំមួយហើយមានម្ដាយជាតារាតែគាត់ជាកូនក្រៅប្តីភរិយាម្ដាយរបស់គាត់ត្រូវបានចិញ្ចឹមនៅវិល័យឯកជនដូច្នេះនាងបានផឹកស្រាឲ្យស្រវឹងរៀងរាល់ថ្ងៃអ្នកជំនួយការជាអ្នកទទួលខុសត្រូវថែទាំមនុស្សទាំងពីរនោះហើយបានស្គាល់មាត់របស់អ្នកថែទាំសកម្មភាពទាំងអស់របស់គាត់ត្រូវតែរាយការណ៍ទៅនាងអាខ្ញុំឲ្យហើយពួកគេក៏រៀបចំរឿងទាំងនោះឲ្យនាងដោយចេតនាពេលខ្ញុំខ្លាចជាម្ចាស់ផ្ទាល់ខ្លួនខ្ញុំនឹងបង្រៀននាងឲ្យដឹងមានរាងកាយជាកូនអ្នកមានខ្ញុំក៏ពេញចិត្តទទួលយកវាតែពេលមើលសក់វែងរបស់ខ្លួនគាត់ត្រូវតែទៅហាងកាត់សក់ជាមុនសិនហើយបដូរទ្រង់សក់អញ្ចឹង
បន្ទាប់មកគាត់ក៏ទៅបណ្ណាល័យក្នុងនាមជាអ្នកដឹកនាំក្រុមគាត់មិនទាន់បញ្ចប់ថ្នាក់បឋមសិក្សាឡើយប៉ុន្តែគាត់ធ្លាប់មានសុបិនចង់ប្រឡងចូលសាកលវិទ្យាល័យដើម្បីសម្រេចបានអ្វីនេះគាត់ក៏បានជួបគ្រូម្នាក់ផងដែរបន្ទាប់មកដោយសារងារច្រើនពេកគាត់បានបោះបង់សុបិនរបស់ខ្លួនបច្ចុប្បន្ននេះអាចផ្លាស់ប្ដូរបានយ៉ាងចំហហើយរយហែងសូម្បីតែទិញសៀវភៅមូលដ្ឋានមួយចំនួនផងដែរតែគាត់វិញមិនស្គាល់មិត្តរួមថ្នាក់របស់គាត់ទេសូម្បីតែការនិយាយក៏មើលទៅដូចមនុស្សធំផងដែររឿងនេះធ្វើឲ្យមិត្តរួមថ្នាក់សង្ស័យថាហេតុអ្វីសំឡេងរបស់អ្នកដូចមនុស្សធំបែបនេះមិនយូរប៉ុន្មានបន្ទាប់មករៀនក៏ចាប់ផ្ដើមរៀនគាត់មានរថយន្តប្រណិតមួយសម្រាប់ទៅសាលាអ្នកបើករថយន្តបានប្រាប់រៀនថាមុននេះគាត់តែងចុះពីយន្តមុនដល់សាលាឥឡូវនេះដោយសារដកឋានបានចូលកាន់រៀងរៀនគាត់សម្រេចចិត្តថានឹងមិនធ្វើខ្លួនទៀតទេដូច្នេះគាត់បានបញ្ជាឲ្យចាត់រថយន្តនៅមុខច្រកសាលាពីព្រោះរៀនកាត់សក់ថ្មីហើយឡើងថ្នាក់ទី3មធ្យមសិក្សាទុតិយភូមិមិត្តរួមថ្នាក់ជាច្រើនមិនស្គាល់គាត់ទេរហូតដល់គ្រូហៅឈ្មោះគាត់មនុស្សទាំងអស់ក្នុងថ្នាក់ភ្ញាក់ផ្អើលថាគាត់ជាទ្រង់រាហានមែនទេទ្រង់រាហានដែលត្រូវបានសាលាទាំងមូលធ្វើអំពើបំពានមែនទេគាត់ជាទ្រង់រាហានពិតប្រាកដឬមុននេះមុខមាត់គាត់មិនច្បាស់បែបនេះទេប៉ុន្តែពេលក្រោយម៉ោងរៀនប្រធានក្រុមបានមករកគាត់ដើម្បីបង្ករឿងប៉ុន្តែមិនគិតដល់ថ្នាក់ថាឥឡូវនេះក្នុងរៀងរបស់រាហានមានចៅហ្វាយម៉ាហ្វីស្ថិតនៅទោះបីជាប្រឈមមុខជាមួយសិស្សថ្នាក់ទី5មួយចំនួន6នាក់ក៏ដោយគាត់ក៏មិនខ្វល់អ្វីពីពួកគេឡើយគេឈ្មោះដែលរាហានធ្លាប់បាត់បង់គាត់នឹងត្រូវប្រើសកម្មភាពយ៉ាងតិចតួចដើម្បីយកគេឈ្មោះវិញក៏រហ័សទៅត្រូវតែទៅរៀនបន្តទៀតចាប់ផ្ដើមមុនទៅក៏ប្រយុទ្ធជាមួយក្មេងតូចត្រូវរក្សាមុខផងណាអ្នកក្មេងតូច